บาทจำเป็นสูบปองปูนตอนนี้บาทนี้คือเชียหาสกรรมพิบระบอบลูกอมมันเนี้ยได้กวาดแต่งแต่ฟืนดำพันแลบังการนะคอยเตี้ยลำใบรกประจำนวนบันเทมบาทเปียปนหนึ่งอัมปีกาดำดอกบันแลเพลบกาบาทกาดำบันแลบังการคือเปรียบโดยจีกาตีมวยทั่วยังสกปรกอได้บางปนบาทมันประตำแหน่งปีศาจหรือก็ติงตำแหน่งปีศาจบาดกัดปีกีมีบาดกะตามมันแหลกคนไอ้นี่คือคือโอยสุขภาพมัวมัวมันเงี้ยชื่อจอกจับไอ้ที่บางปนบาดยังบางปนดอกนี่ได้มีได้ตำแหน่งเชิญบาดอาจโยกดทัวชีกำรู้นกนงกาดำมันแหลบังกาดาวกรอยเตี้ยหรือก็ได้ยังซอลตำแหน่งยังอาจถือรองถือระบองบาดดำตะกวนดำสเปย์บาดดำเชกไอเจดำจังนะบาดนี่คือการดำระบบกดคือกดดำถือเชียเลือกร้องหรือก็เชียจัวบาดทำใบอ้อยสเปย์นั่นคือมือเตอร์สล็อตสะอาดมันเต็มบาดจะมือสู้อมบาดอมดำเอาไว้ได้อมเลือกร้องคำกับเนะคำจิกคำจังเนี่ยខ្ញុំ đâm អីរដ đâm មកណែបន្លែបង្ការហូបជាលក្ខណៈគ្រួសារណា4 10មកទេដីណាប៉ុណ្ណេះដាំជាត្រប់ជាអីប៉ុនលក្ខណៈដាំត្រប់ដាំសកួនដាំសបៃជាថែមតាប៉ុណ្ណេះដាំនេះដាំជាលក្ខណៈគ្រួសារទេប៉ុនដាំមានຂະຫນាតបានមានស្តង់ដាររបស់វាខ្ញុំធ្វើណាហើយអមដាំហ្នឹងគឺអមអាចកសាំងប្រាក់ចំណូលបានដែរទេក្នុងមួយរដូវដែលអមដាំហ្នឹងប្រហែលដែរបើគិតជាមធ្យមមកវាមិនរួចថ្លៃស្បែកថ្លៃអីទេប៉ុន្តែគាត់ថាវាមានចំណូលហើយយើងហូបផងបានដើម្បីកាត់បន្ថយជាតិគីមីដំណាំមកពីឆ្ងាយយើងដាំលក្ខណៈធម្មជាតិបាទហើយខ្ញុំធ្វើជីកំប៉ុស្តនិងថ្នាំកម្ចាត់សត្វល្អិតក៏ពីធម្មជាតិដែររួមផ្សំហ្នឹងហើយបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចង់ចេះពីរបៀបធ្វើថ្នាំឬក៏ផលិតថ្នាំធម្មជាតិបងប្អូនអរគ្នាអាចទំនាក់ទំនងមកអមបានបាទគាត់ចេះបែបធម្មជាតិជីកំប៉ុស្តអីផ្សេងបងប្អូនអរគ្នាចង់ដឹងអំពីកសិកម្មអីអាចមករៀនជាមួយគាត់បានព្រោះឲ្យគាត់ចេះផលិតថ្នាំពីធម្មជាតិបាទកម្រមានណាបងប្អូនដែលចេះផលិតថ្នាំធម្មជាតិដោយគ្មានគីមីហើយអញ្ចឹងអមប្រកបមុខរបររបស់អមដាំដំណាំប្រចាំថ្ងៃអញ្ចឹងអមគិតថាជីវភាពរបស់អមធ្វើឲ្យសុខភាពរបស់អមនឹងគឺស្រួលដែរទេអមបាទបើសិនជាយើងនៅទំនេរអ្វីប៉ុនខ្ញុំបើសិនថានៅមិនបានធ្វើអីវាអាចបន្ទុកនៅដូចថាជំងឺរោមរឹតបាទស្ពឹកស្រប៉ុនប៉ុន្តែដល់ពេលខ្ញុំធ្វើការអញ្ចឹងវាដូចជាហាត់ប្រាណឲ្យបានជំនួយមួយចំណែកទី1សុខភាពទី2ដោះស្រាយជីវភាពប្រចាំថ្ងៃហូបចុកផងបើមានគេមកទិញមកឌូក៏អាចលក់តិចតួចដោះស្រាយបានថវិកាខ្លះដែរក៏នៅរួចចាក់ខ្វេរួចអីបាទអមដាំប៉ុន្មានរោងដែរនេះអមតាមប៉ាន់ស្មានដីឆ្នាំទៅវាដាំបាន12រោងខ្ញុំណាខ្ញុំវិតដីតិចប្រហែលជា15រោងហ្នឹងឯងអមដាំលើកជារងប្រហែល15រងហ្នឹងអមបើសិនជាគេមកយកទាំងរងអមលក់ដែរទេមើលទៅលក់ដែរឲ្យតែលក្ខណៈដំណាំនេះវាគ្រប់រៀងរបស់វាពេញហើយអមលក់1រងប្រហែលដែរមើលទៅជាតម្លៃគិតតាមគុំវាទេគិតតាមគុំណោះអត់មិនគិតថា1រងមកប្រហែលអត់គិតទេណាហើយតាមគុំក៏គុំតាមទូចតាមធម្មទៀតជួនកាល3គុំ1000បើគុំធំក៏2គុំ1000អីទៅណាបាទអមធ្វើម៉េចដើម្បីឲ្យពេលដែលយើងដាំស្ពៃទៅដាំតកួនទៅឲ្យវាល្អហ្នឹងគឺយើងគួរធ្វើរបៀបណាដែរអមឲ្យវាល្អធម្មជាតិណាសំខាន់រៀបដីរួចហើយលាយជីជីនឹងជីធម្មជាតិឬក៏ជីគីមីជីធម្មជាតិខ្ញុំប្រាប់ថាជីកំប៉ុស្តហើយជីកំប៉ុស្តហ្នឹងធម្មជាតិទី1ដីមែនណាអមណាទី2លាមកគោធម្មជាតិណោះមន់អីណាចេះបាទយើងលាយដាក់ចូលគ្នាទៅក៏មានដូចថាបើមានខ្សុំចំបើងនេះក៏យើងអាចដាក់ចំបើងដាក់ចំបើងហ្នឹងគឺយើងដុតឬក៏យើងដាក់ទាំងដុតក៏បានដាក់ទាំងឆៅទាំងស្រស់បាទយើងមកយើងរាយទៅសើមានជាតិសំណើមវាជួយបាទហ្នឹងហើយសម្រាប់បងប្អូនអ្នកគ្នាចង់បានស្ពៃឬក៏បន្លែធម្មជាតិអី
អាចមកទិញកន្លែងគាត់បានគឺគាត់អមរស់នៅភូមិឃុំណាដែរអមនេះ ខ្ញុំនៅភូមិបដិវត្ត អឺ ច្រាច់ស្រុកជ័យសែនខេត្តព្រះវិហារ អហើយបើសិនជាបងប្អូនអរគ្នាចាប់អារម្មណ៍ចង់ទិញចង់ជាវអីមិនយូរទេគឺប្រហែលមួយខែជាងអីគឺស្បៃគាត់នឹងដាំនេះគឺធំតែម្ដងព្រោះអី បាទ គាត់សាបព្រោះកូនរួចអស់ហើយគាត់ពេលនេះគឺគាត់គ្រាន់តែលើក្រងដាំបាទដើម្បីឲ្យវាមានសុខភាពល្អអញ្ចឹងណាហើយបង សុខភាពផង បង្កើតសុខភាពបាទឬក៏គ្រប់គ្រងសហគមន៍នៅក្នុងភូមិតំបន់ បាទ បាទដើម្បីឲ្យហូបបន្លែធម្មជាតិស្នាដៃកូនខ្មែរអញ្ចឹងណាបាទអមបើសិនគេចង់តេតងអមតេតងនឹងការដាំដំណាំឬក៏ការបង្កើតជីធម្មជាតិហ្នឹងអមអាចជួយប្រាប់លេខទូរស័ព្ទអមបានទេដើម្បីឲ្យគេបងប្អូនអរគ្នាណាចង់តេតងអមដើម្បីរៀនតេតងនឹងការផលិតជីធម្មជាតិអីផ្សេងឬក៏ចង់ជាបន្លែពីអមអញ្ចឹងអមជួយប្រាប់លេខទូរស័ព្ទបានទេ បានតើគឺលេខទូរស័ព្ទខ្ញុំ09778 51 588 បាទហ្នឹងហើយបងប្អូនអរគ្នាចង់បានអីគឺអាចតេតងមកអមមកបាទដើម្បីតេតងការរៀននៃផ្សេងអញ្ចឹងណាសម្រាប់បងប្អូនអរគ្នានៅតាមខេត្តនៃផ្សេងក៏បងប្អូនអរគ្នាអាចរៀនបានដែរគឺលោកអមគាត់នឹងបរៀនតាមអនឡាញបងប្អូនអរគ្នាចង់រៀនអីគឺអាចតេតងមកបានបាទបរៀនតាមអនឡាញអីផ្សេងអញ្ចឹងគាត់ថតវីដេអូអញ្ចឹងផ្ញើជូនបងប្អូនអរគ្នារៀនតាមវីដេអូអីផ្សេងអញ្ចឹងណាបងប្អូន អូខេហើយវីដេអូនេះគឺអរគុណច្រើនអមមកសម្រាប់ធ្វើការសម្ភាសជាមួយនឹង Depo រៀនហាប់បាទហើយពេលដែលអមដាំដំណាំធំល្អគឺខ្ញុំបាទនឹងមកថតคลิปវីដេអូឲ្យបងប្អូនអរគ្នាមើលទៀតបាទទាក់ទងនឹងការដាំបន្លែបាទដើម្បីកសាងប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារអូខេអរគុណច្រើនអម បាទអរគុណជម្រាបលា